កូននេះស្រួលបួលចុះបើបុកកូដឡានខ្ញុំតើអ្នកឯងសងរួចទេកូនខូចនេះអត់ទេគឺគាត់តើជាអ្នកធ្វើមិនក៏ទៅប្រកែកប្រកាន់ជាមួយក្មេងបែបនេះកូនមិនអីទេមែនទេឯងជាមនុស្សស្រីអាក្រក់ពុះប៉ោងដូចមនុស្សស្រីក្នុងរឿងភាគទូរទស្សន៍បេះបិទខ្ញុំថាហើយមិនក៏សុកមកបុកឡានខ្ញុំតាមពិតចង់បោកប្រាក់ខ្ញុំយកទៅព្យាបាលជំងឺសោះនិយាយផ្ដេសផ្ដាស់អីគឺអ្នកឯងតាដែលមកបុកឡានខ្ញុំរហូតខូចខាតបែបនេះកុំមកនិយាយកែខ្លួនមានជំងឺប្រញាប់ទៅព្យាបាលទៅប្រាប់ពីដឹងអ្នកឯងបុកឡានខ្ញុំធ្វើខាតពេលជួបចរចាការងារជាមួយថៅកែធំបណ្ដាលឲ្យខ្ញុំខាតបង់យ៉ាងហោចណាស់50លានសងរួចទេមនុស្សគ្មានការអប់រំដូចអ្នកឯងនរណាចង់សហការជាមួយពុកខ្ញុំជាប្រធានក្រុមហ៊ុន Havosi ដឹងទេដែលមានមនុស្សប៉ុន្មានអ្នកចង់សហការជាមួយគាត់